រឿងម៉ោចពូម៉ូតូឌុបនាពេលយប់ជ្រៅដ៏សែនស្ងប់ស្ងាត់នៅលើដងផ្លូវដែលមានដើមឈើដុះជាជួរនិងដាច់ស្រយាលពីភូមិបន្តិចមានបុរសវ័យចំណាស់ខ្ទង់40ឆ្នាំម្នាក់ឈ្មោះពូពុយបានធ្វើដំណើរដោយម៉ូតូសម្ដៅមកផ្ទះរបស់គាត់ដោយគាត់ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបនៅឯក្នុងផ្សារ ហើយគាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញដើម្បីជួបប្រពន្ធកូនរបស់គាត់ជាអកុសលពេលដែលគាត់ជិះម៉ូតូមកដល់ព្រៃលឿងស្ងាត់បន្តិចក៏មានបុរសពីរនាក់ចេញមកកាក់ម៉ូតូបំរុងនឹងប្លន់យកម៉ូតូរបស់គាត់ដែលចោរទាំងពីរនាក់នោះប្រដាប់ទៅដោយកំបិតនិងពូថៅឆាប់ចុះពីលើម៉ូតូមកអាកញ្ចាស់យើងនឹងទុកជីវិតឲ្យឯងដើម្បីទៅជួបប្រពន្ធកូនឯងវិញសុំក្មួយកុំយកម៉ូតូពូអីពូមានតែម៉ូតូមួយនឹងទេណាក្មួយបើក្មួយយកម៉ូតូពូទៅតើពូបានអ្វីរកស៊ីចិញ្ចឹមប្រពន្ធកូនបន្តទៀតយើងមកប្លន់វើយមិនមែនមកស្ដាប់រឿងកំសត់របស់អាកញ្ចាស់ឯងទេឆាប់ដើរចេញឲ្យឆ្ងាយទៅបើមិនចង់ងាប់ដោយពូពុយមានតែម៉ូតូមួយនឹងដែលចិញ្ចឹមជីវិតប្រពន្ធកូនរបស់គាត់រហូតមកគាត់ក៏នៅតែអង្វរចោលទាំងពីរនោះដើម្បីបានម៉ូតូរបស់គាត់មកវិញរហូតដល់ចោលទាំងពីរនោះអស់ការអត់ទ្រាំក៏បានទាញកាំបិតទៅកាប់ពូពុយមួយកាំបិតស្លាប់មួយរំពេចហើយក៏បានយកម៉ូតូពពុយជិះរត់គេចខ្លួនបាត់ទៅលុះព្រឹកឡើងទើបប្រពន្ធកូនពពុយបានដឹងដំណឹងមួយនេះពួកគេមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់របស់ពពុយពួកគេក៏បានយកសពពពុយមកធ្វើបុណ្យតាមប្រពៃណីតែពួកគេមិនបានអុជធូបហៅវិញ្ញាណក្ខន្ធរបស់ពពុយត្រឡប់មកផ្ទះវិញទេដូច្នេះហើយវិញ្ញាណរបស់ពពុយនៅវល់នៅតែកន្លែងនឹងឯងលុះពី3ថ្ងៃក្រោយមកនៅត្រង់ចំណុចកើតហេតុនោះមិនសូវមានអ្នកហ៊ានជិះឆ្លងកាត់នោះទេព្រោះពេលដែលគេជិះឆ្លងកាត់គេតែងឃើញមានបុរសវ័យចំណាស់ម្នាក់ឈរនៅក្រោមដើមឈើនិងសម្លឹងមើលមកពួកគេយ៉ាងគួរឲ្យខ្លាចលុះថ្ងៃមួយមេឃរៀងងងឹតបន្តិចមានបុរសម្នាក់ជិះម៉ូតូពីភ្នំពេញសម្ដៅមកស្រុកកំណើតដើម្បីមកលេងបងប្អូនរបស់គេបានជិះម៉ូតូមកដល់ចំណុចកើតហេតុម៉ូតូក៏បានរលត់ដោយមិនដឹងពីមូលហេតុជីម៉ូតូថ្មីចេះមិនក៏រលត់ងាយម្លេះវ៉ៃសាំងក៏ទើបតែចាក់ពេញហើយតើផ្លូវនេះស្ងាត់ទៀតណាហើយទៅរកជាងឯណាទៅលុះពេលដែលគេក្រឡេកមើលទៅក្រោយក៏ឃើញថាហ៎ហើយពូមកពីពេលណានឹងមិនក៏ខ្ញុំមិនឃើញអញ្ចឹងពូមកដល់យូរហើយក្មួយហើយម៉ូតូកើតពេកដែរមានអីឲ្យពូជួយបានទេក្មួយអូខ្ញុំមិនដឹងពីកើតអីទេពូជិះស្រាប់តែរលត់ទៅហើយពូដឹងកន្លែងណាមានជាងម៉ូតូទេពូនៅម្ដុំនេះមានជាងម៉ូតូទេប្រហែលជា2-3គីឡូទៀតទើបមានជាងម៉ូតូណាក្មួយអញ្ចឹងពូលាទៅមុនសិនហើយណាបាទពូមិនអីទេលុះពេលដែលបុរសនោះបណ្ដើរម៉ូតូចេញផុតពីកន្លែងកើតហេតុម៉ូតូក៏បញ្ឆេះបានជាធម្មតាវិញយីអាម៉ូតូនេះវ៉ៃចង់ឆេះក៏ឆេះចង់រលត់ក៏រលត់ពេលដែលបុរសនោះជិះមកដល់ផ្ទះគេក៏បានប្រាប់ម្ដាយរឿងដែលគេបានខូចម៉ូតូនៅផ្លូវមួយនោះម្ដាយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់គិតថាមានតែខ្មោចពុពុយទេព្រោះនៅផ្លូវនោះមានអ្នកណាហ៊ានឆ្លងកាត់នោះឡើយតែម្ដាយក៏មិនហ៊ាននិយាយប្រាប់កូននោះទេក៏នាំគ្នាឡើងសម្រាកអស់ទៅមិនយូរប៉ុន្មានចៅទាំងពីរនាក់ក៏បានត្រឡប់ចូលក្នុងភូមិវិញ
ថែមទាំងបានជិះម៉ូតូដែលប្លន់ពុយមកទៀតផងដោយសារពួកគេមិនដឹងទេថាវិញ្ញាណក្ខន្ធរបស់ពុពុយនៅតែរងចាំសងសឹកពួកគេនោះទេពេលដែលជិះមកដល់ចំណុចកើតហេតុគេក៏បានខូចម៉ូតូដូចជាបុរសកាលពីថ្ងៃមុនអញ្ចឹង ហើយម៉ូតូខូចទៀតហើយវើយតាំងពីលួចបានមកនិយាយពីថាសយនោះសយ អេអាសម្លាញ់យើងគិតថាយើងកុំនៅកន្លែងនេះយូរអីវ៉ៃព្រោះកន្លែងនេះយើងធ្លាប់បានសម្លាប់ពូម្នាក់កាលពីខែមុនណាវើយ យីអានេះមនុស្សយើងមិនខ្លាចផងទៅខ្លាចអីខ្មោចមកជួយមើលម៉ូតូគ្នាឆាប់បានទៅវិញ ពួកអអេរិឆានតងជីវិតយើងវិញមក អេអានេះឯងមានលឺសំឡេងអីដូចយើងអត់ហ่า អញដូចជាលឺសំឡេងដែរតើតែកុំខ្វល់ពេកធ្វើតែម៉ូតូឲ្យតែចេះទៅហាលបានទៅវិញ មួយសន្ទុះក្រោយមកម៉ូតូក៏បានធ្វើរួចរាល់ពួកគេក៏ចេញដំណើរបន្តទៅមុខទៀត យើងនឹងសម្លាប់ពួកឯងឲ្យអស់ លុះពួកគេជិះទៅមុខបានបន្តិចក៏ស្រាប់តែ ខ្មោចមួយខ្មោច សមមុខពួកឯងហើយ ចោរទាំងពីរក៏បានដួលម៉ូតូស្លាប់យ៉ាងសាហាវព្រៃផ្សៃហើយនៅតាមដងផ្លូវដែលធ្លាប់តែស្ងាត់ជ្រងំក៏មកជាមានមនុស្សជិះឆ្លងកាត់ជាធម្មតាវិញសូមអរគុណនៅការទស្សនារបស់លោកអ្នកសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត